របៀបប្រើប្រាស់ឃ្លាបារាំង être en train de faire quelque chose យើងអាចប្រើទម្រង់ឃ្លា être en train de បូកជាមួយនឹងកិរិយាសព្ទនៅក្នុងទម្រង់ដើមរបស់វាដែលមិនទាន់បំបែកនៅក្នុងកាលចម្បងពីរគឺបច្ចុប្បន្នកាលដែលជា le présent អតីតកាលដែលជា l'imparfait ហើយពេលខ្លះយើងអាចប្រើវានៅក្នុងអនាគតផងដែរដែលជា le futur នៅក្នុងទម្រង់បច្ចុប្បន្នកាលយើងប្រើទម្រង់ឃ្លាមួយនេះដើម្បីនិយាយថាសកម្មភាពមួយគឺកំពុងកើតឡើងឬកំពុងបន្តខណៈពេលយើងកំពុងនិយាយឧទាហរណ៍ je suis en train de travailler maintenant មានន័យថាខ្ញុំកំពុងធ្វើការឥឡូវនេះបើនៅក្នុងអតីតកាលនៅក្នុងកាល imparfait វិញយើងប្រើវាដើម្បីនិយាយថាសកម្មភាពមួយបានកំពុងកើតឡើងនៅក្នុងអតីតកាលឧទាហរណ៍ il était en train de lire quand je suis arrivé មានន័យថាគាត់បានកំពុងអានសៀវភៅពេលខ្ញុំបានមកដល់បើនៅក្នុងអនាគតកាលយើងប្រើវាដើម្បីនិយាយថាសកម្មភាពមួយនឹងកំពុងកើតឡើងនៅពេលណាមួយជាក់លាក់នៅក្នុងអនាគតកាលឧទាហរណ៍ je serai en train de travailler demain à cette heure-ci មានន័យថាខ្ញុំនឹងកំពុងធ្វើការនៅថ្ងៃស្អែកម៉ោងនេះឬខ្ញុំនឹងនៅកំពុងធ្វើការឬស្ថិតនៅចំកណ្ដាលនៃការធ្វើការ